ក្រោយហើយមកស្ដាច់តកែធុនវណ្ណាមកជាមួយនឹង Brandon Vieira មកពីបារាំងបាទណែបាទចាប់លេងជង្គង់ហ្នឹងបាទចូលបោះស្ដាច់តកែឡើយហើយបាទស្ដាច់តកែរឿងចាប់ឲ្យជង្គង់ហ្នឹងតែម្ដងតែ Brandon Vieira នេះបាទគឺប្រកាសជាមានអ្វីពិសេសហើយបាទគេហ៊ានបបួលស្ដាច់តកែលេងជង្គង់ពីដើមទឹកទៅតែម្ដងបាទឥឡូវនេះបាទធុនវណ្ណាក៏ពុតចាប់ចោះចាប់ឡើងលោកជ័យកសលមើលថាបាទមិនមែនចេះតែបំបែកទេដោយសារតែកីឡាករនៅមានអេឡង់នៅក្នុងការឡើងជង្គង់បាទលោកជ័យកសលក៏ជាអតីតកីឡាករដ៏មានបទពិសោធន៍ម្នាក់ដែរដូច្នេះលោកយល់ច្បាស់បាទថាកន្លែងណាគួរបំបែកកន្លែងណាមិនគួរបំបែកបាទទាត់ជើងក្រោមមួយបាទ Brandon Vieira ដៃវាល្អណាស់នេះបាទធុនវណ្ណាណាធុនវណ្ណាកែងក៏មានជង្គង់ក៏មានដែរបាទជង្គង់ស្ដាំមួយជង្គង់ស្ដាំមួយទៀតរបស់ធុនវណ្ណាជង្គង់ស្ដាំទៀតរបស់ធុនវណ្ណាអូយកែងរបស់ Vieira មួយបាទអើយVieira នេះធ្លាប់ផ្ដល់បញ្ហាដាក់ធីមឌីម៉ាម្ដងប៉ុន្តែការនឹងស្វត់ស្វាញខ្លាំងណាស់ឥឡូវនេះបាទមកប្រកួតនៅទឹកដីកម្ពុជាប៉ះជាមួយនឹងបាទធុនវណ្ណាស្ដាប់ទឹកតែមើលបាទជង្គង់របស់វណ្ណាអើយបាទទាត់ស្ដាំមួយបាត់ស្ដាំមួយទៀតទាត់ជើងក្រោមមួយទៀតចូលមកដៃស្ដាំរបស់ Vieira វិញបាទសើយមួយទៀតយោយធុនវណ្ណាដឹងតែចូលហើយបាទធុនវណ្ណាគាត់ដាក់គោលដៅច្បាស់ណាស់ថាចង់បានសោចាក់យកកំណប់បាទលោកជ័យកសលស្រែកថា stop បាទលោកជ័យកសលហាក់បគាត់បាទធុនវណ្ណាជង្គង់ទៀតបាទជង្គង់ឆ្វេងពី Vieira ដួលមួយអត់បញ្ហាធុនវណ្ណាអូយបាទធុនវណ្ណាអត់មានពេលដេកដួលរបស់សំក្រិចទេបាទ1វិនាទីនៅលើសងវៀនគាត់ជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ដេចតុកកែបាទជង្គង់ស្ដាំមួយទៀតបាទប្រកួតនឹងបានកណ្ដោបឲ្យធុនវណ្ណាខំឡើងបាទចាក់កាត់គ្នាជង្គង់អូយVieiraនេះល្អរបស់គេដែរមកពីបារាំងបាទមិនតិចទេមិនតិចគីឡូដីទេបាទមកប្រកួតនេះគេក៏ចង់យកជ័យជំនះទៅដល់ទៅវិញដែរតែចាំមើលធុនវណ្ណាឲ្យបានឬយ៉ាងណាធុនវណ្ណាដើរចូលទៅទៀតជង្គង់ស្ដាំរបស់ធុនវណ្ណាជង្គង់ស្ដាំរបស់ធុនវណ្ណាបាទជង្គង់ឆ្វេងរបស់Vieiraចាប់កាច់ជង្គង់ស្ដាំរបស់ធុនវណ្ណាជង្គង់ស្ដាំរបស់ Vieiraបាទកាច់គ្នាទៅវិញមកជង្គង់ស្ដាំរបស់ធុនវណ្ណាបាទជង្គង់ឆ្វេងរបស់ធុនវណ្ណាជង្គង់ស្ដាំរបស់ធុនវណ្ណាអូយម្ដាយឆ្វេងរបស់បាទ Vieira ទាត់ឆ្វេងពី Vieira បាទធុនវណ្ណានឹងតែបន្តដើរចូលអូយបាទស្ដាប់តុកកែមែនបាទជង្គង់ស្ដាំរបស់ធុនវណ្ណាបាទជង្គង់ស្ដាំរបស់ធុនវណ្ណាជង្គង់ឆ្វេងរបស់Vieira